បញ្ហាគឺជាមិត្តពិតប្រាកដដោយដែលបានប្រាប់ហើយថាវាមិនអាចទៅរួចនោះទេនៅពេលដែលស្ថានភាពគ្រប់យ៉ាងនឹងដើរត្រូវទៅតាមអ្វីដែលយើងបានកំណត់ទុកតាំងអំពីដំបូងគ្រប់ប្រការនោះទេវាគ្រាន់តែមានខុសខ្លះហើយមានស្ថានភាពខ្លះដែលនឹកស្មានមិនដល់នឹងមានរឿងដែលត្រូវដោះស្រាយភ្លាមដូច្នេះយើងត្រូវតែត្រៀមខ្លួនជានិច្ចដើម្បីគ្រប់គ្រងស្ថានភាពទាំងអស់នោះជាពិសេសនៅពេលដែលមានបញ្ហាកើតឡើងខណៈពេលដែលយើងកំពុងតែធ្វើដំណើរឆ្ពោះទៅរកគោលដៅនៅពេលដែលមានរឿងមកជ្រៀតជ្រែកដូច្នេះយើងត្រូវតែមានសតិជានិច្ចកុំភ្ញាក់ផ្អើលព្រោះការរំជួលចិត្តដែលនេះនឹងធ្វើឲ្យយើងសម្រេចចិត្តខុសបានយើងត្រូវព្យាយាមប្រាប់ខ្លួនឯងថាត្រូវធ្វើចិត្តឲ្យត្រជាក់ព្រោះបើអ្នកប្រថុយញុចទៅធ្វើអ្វីដោយមិនបានគិតនោះអាចជាមូលហេតុដែលធ្វើឲ្យគោលដៅរបស់យើងត្រូវបរាជ័យបានប៉ុន្តែគ្រប់គ្នាប្រហែលជាគិតថាឈួតសោះអ្នកដែលជួបនឹងបញ្ហាហើយគឺត្រូវតែតបប្រមល់អ្នកណាទៅញញឹមរួចតើប្លែកទេបើសិនជាខ្ញុំប្រាប់អ្នកថាពិតមែនហើយអ្នកត្រូវញញឹមទទួលចំពោះបញ្ហាដោយវិលៀមបាត់លយេអ្នកកវីជនជាតិអ៊ីឡង់បានប្រាប់តាមរយៈបទនិពន្ធរបស់គាត់ថាបញ្ហាគឺជាមេអំបៅដ៏ស្រស់ស្អាតមិនមែនជាបាក់សីចាស់ដែលសោកសៅនោះទេបញ្ហាគឺជាមិត្តពិតប្រាកដខ្ញុំចង់ឲ្យអ្នកមើលបញ្ហាថាជាមិត្តដែលតែងតែឈានចូលមុខសឹកប្រាប់អំពីចំណុចខ្សោយដែលយើងមានដើម្បីឲ្យអាចធ្វើដំណើរឆ្ពោះទៅកាន់គោលដៅបានរលូនប៉ុណ្ណោះសាកល្បងគិតមើលថាបញ្ហាកើតឡើងនៅពេលណាពិតប្រាកដណាស់កើតឡើងនៅពេលដែលមានការភ្លៀងផ្លាត់ដូចជាយើងធ្វើការទៅហើយស្រាប់តែមានបញ្ហានេះបញ្ជាក់ថាវិធីនៃការធ្វើការងារនោះមានអ្វីដែលភ្លេចភ្លាំងហើយដូច្នេះយើងគួរតែចាប់អារម្មណ៍អំពីបញ្ហាជានិច្ចមិនមែនបណ្ដោយឲ្យបញ្ហានៅរាំងស្ទះឬក៏នៅរ៉ាំរ៉ៃនោះទេសូមរកវាឲ្យឃើញតាំងអំពីដំបូងទៅយើងនឹងអាចដោះស្រាយទាន់ពេលវេលាប៉ុន្តែបើបណ្ដោយឲ្យប្រងើយកន្តើយពុំចាប់អារម្មណ៍ចំពោះវានោះទេវាក៏អាចនឹងក្លាយទៅជាបញ្ហាដ៏ធំពិបាកនឹងដោះស្រាយផងក៏មានបញ្ហាបីដូចជាជំងឺមហារីកអញ្ចឹងដែរបើសិនយើងបានជួបវានៅពេលដែលកើតដំបូងយើងនឹងអាចព្យាបាលបានតែបើយើងមិនចាប់អារម្មណ៍នឹងបញ្ហាតូចបន្តិចបន្តួចដែលកើតឡើងនៅក្នុងរាងកាយយើងទេនោះក៏វាអាចបណ្ដាលឲ្យរីករាលដាលធំទៅដែលទម្រាំតែ